របស់យើងនេះដែលបងប្អូនឃើញនេះគឺជា channel ដែលខ្ញុំ free software pre-activate ឬក៏ license មួយចំនួនផងដែរនៅក្នុងហ្នឹងអញ្ចឹងបងប្អូនអូសមកដល់ក្រោមមកឃើញខ្ញុំដាក់នេះ Winra Original Activate នេះគឺជា link download អញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើ link download ហ្នឹងមកហើយតមកចុច open វានឹង direct ចូលទៅ browser ដែលបងប្អូនជ្រើស browser default អញ្ចឹងបងប្អូនរងចាំបន្តិចឲ្យវាដើរមកនេះឥឡូវនេះចេញហើយយើងចុចសញ្ញា download កន្លែងនេះពេលហ្នឹងវាកំពុងតែ scan file នឹងថាវាមានបញ្ហាអត់ចឹងណាមានមេរោគមានអីប្រកបនៅក្នុងហ្នឹងអត់ចឹងនេះយើងចុច download ឡើងលើ web ពេលវា scan រួចរាល់ហើយវានឹងធ្វើការ download zip file ដោយសារ file ខ្ញុំនេះខ្ញុំដាក់ password អញ្ចឹងបើបងប្អូន download ហើយវា load បែបនេះបងប្អូនត្រឡប់មកកាន់ Telegram វិញបងប្អូនមើលកន្លែងលេខកូដ zip នេះគឺខ្ញុំបានដាក់លេខកូដនៅហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែចុចមួយទៅលើអក្សរពណ៌ខៀវហ្នឹងទៅវានឹង auto copy តែម្ដងអញ្ចឹងខ្ញុំបើកមកវិញខ្ញុំចុចនេះខ្ញុំវាយបញ្ចូលនឹង password ហ្នឹងខ្ញុំដាក់ download anyway ពេលនេះ download បានជោគជ័យអញ្ចឹងយើងធ្វើការ open វាចូល folder ដែលយើងបានទុកវាសម្រាប់ download នេះអញ្ចឹងចម្បងបងប្អូនright click មកហើយយើងយក extract ជាមួយនឹង Winra extract to Winra license នោះវាទាមទារ password ម្ដងទៀតអញ្ចឹងយើងមិញហ្នឹងយើង copy ហើយយើងគ្រាន់តែ paste មកយើង